សិករចិញ្ចឹមបង្គាថៃត្រៀមលើកគ្នាធ្វើបាតុកម្មនៅបាងកកព្រោះទ្រាំលែងបានដោយសារតែមិនអាចស៊ូទ្រាំនឹងទុកលំបាករបស់ខ្លួនបានកសិករចិញ្ចឹមបង្គានៅភាគខាងត្បូងប្រទេសថៃនឹងលើកគ្នាទៅធ្វើបាតុកម្មនៅទីក្រុងបាងកកដើម្បីតវ៉ាចំពោះរាជរដ្ឋាភិបាលដឹកនាំដោយលោកអនុទាន ឆាន់វីរៈគុលឲ្យចាត់វិធានការជាបន្ទាន់ដោះស្រាយបញ្ហាជូនពួកគេតាមការផ្សាយរបស់អាមរិននៅថ្ងៃអង្គារទី2ខែមិថុនាឆ្នាំ2026លោកម៉ានីតអ៊ីនថងផាន់តំណាងកសិករចិញ្ចឹមបង្គាក្នុងខេត្តត្រាំងនិងជាអតីតប្រធានសហករណ៍វារីវប្បកម្មខេត្តនិយាយថាឆ្នាំនេះកសិករជួបបញ្ហាធ្ងន់ណាស់ពលគឺធ្ងន់ជាងឆ្នាំណាទាំងអស់បង្គានាំចេញមិនបានហើយទោះបីជាលក់ក្នុងស្រុកដោយដាក់តម្លៃថោកក៏គ្មានអ្នកទិញដែរតាមសម្ដីរបស់លោកម៉ានីតការដែលម៉ាឡេស៊ីហាមនាំចូលបង្គាថៃ5ប្រភេទវាបានជះឥទ្ធិពលដ៏អាក្រក់ដល់កសិករនៅភាគខាងត្បូងប្រទេសថៃរួមមានខេត្តត្រាំងសាលថុននិងសង្ខឡាព្រោះថាទីផ្សារបង្គាចម្បងមកពីតំបន់ទាំងនោះគឺជាប្រទេសម៉ាឡេស៊ីដូច្នេះនៅថ្ងៃទី4ខែមិថុនាបណ្ដាកសិករចិញ្ចឹមបង្គានឹងទៅបាងកកដើម្បីធ្វើបាតុកម្មហើយក៏នឹងជួបជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានជលផលផងដែរដើម្បីដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ដើម្បីជំរុញឲ្យពួកគេស្វែងរកវិធានការជំនួយក្នុងរយៈពេលខ្លីជាបន្ទាន់